របាយការណ៍ថ្មីមួយពីអង្គការសិទ្ធិមនុស្ស The 88 Project បានលាតត្រដាងនៅឯកសារផ្ទៃក្នុងរបស់ក្រសួងការពារជាតិវៀតណាមដែលមានចំណងជើងថាផែនការឈ្លានពានលើកទី2របស់សហរដ្ឋអាមេរិកដែលត្រូវបានរៀបចំឡើងក្នុងខែសីហាឆ្នាំ2024ទោះបីរដ្ឋាភិបាលទីក្រុងហាណូយនិងទីក្រុងវ៉ាស៊ីនតោនមានទំនាក់ទំនងការទូតដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាំងតែពីក្នុងឆ្នាំ2023ក៏ដោយឯកសារនេះបង្ហាញយ៉ាងច្បាស់ថាវៀតណាមនៅតែចាត់ទុកសហរដ្ឋអាមេរិកជាមហាអំណាចដែលមានចរិតចង់ធ្វើសង្គ្រាមនិងគំរាមកំហែងដល់របបកុម្មុយនីសរបស់ខ្លួនសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីយ៍កម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏មានជំនឿទុកចិត្តខ្ពស់បំផុតថ្នាក់ដឹកនាំវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងថាសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់លេសផ្សារភ្ជាប់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យដើម្បីជំរុញឲ្យមានបដិវត្តពណ៌ក្នុងគោលបំណងផ្លាស់ប្តូររបបនយោបាយនៅវៀតណាមនេះបើតាមការចេញផ្សាយរបស់កាសែត Independent របាយការណ៍ដដែលបានបញ្ជាក់ថាខណៈដែលវៀតណាមព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចចិននិងអាមេរិកវៀតណាមហាក់មានភាពមិនទុកចិត្តលើចេតនារបស់ទីក្រុងវ៉ាស៊ីនតោនជាពិសេសការបង្កើតសម្ព័ន្ធភាពប្រឆាំងចិននៅក្នុងតំបន់អាស៊ីអ្នកវិភាគយល់ឃើញថាវៀតណាមមើលឃើញចិនត្រឹមតែជាគូប្រជែងក្នុងតំបន់ប៉ុន្តែចាត់ទុកសហរដ្ឋអាមេរិកជាអ្នកដែលអាចបង្កការបះបោរផ្ដួលរំលំរដ្ឋាភិបាលវៀតណាមប្រសិនបើមានឱកាសដែលនេះជាមូលហេតុធ្វើឲ្យទីក្រុងហាណូយមិនទាន់ហ៊ានងាករេទៅរកអាមេរិកទាំងស្រុងអ្នកវិភាគបន្ថែមថាទោះបីជាក្រោមការដឹកនាំរបស់លោកតូឡាំវៀតណាមហាក់ព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរដ្ឋបាលលោកដូណាល់ត្រាំតាមរយៈគម្រោងវិនិយោគធំៗក៏ដោយក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយគួររំលឹកថាសង្គ្រាមអាមេរិកនិងវៀតណាមបានអូសបន្លាយអស់រយៈពេលប្រហែល20ឆ្នាំចាប់ពីឆ្នាំ1955ដល់ឆ្នាំ1975និងបញ្ចប់សង្គ្រាមចុងក្រោយនៅថ្ងៃទី30មេសាឆ្នាំ1975ទោះបីជាសង្គ្រាមបានបញ្ចប់អស់រយៈពេលជាងកន្លះសតវត្សទៅហើយក្តីប៉ុន្តែឯកសារដែលទើបនឹងលេចធ្លាយនេះបង្ហាញថាវៀតណាមនៅតែមានការចងចាំយូរអង្វែងអំពីចំនួននេះហើយនៅតែបារម្ភថាអាមេរិកអាចនឹងវិលត្រឡប់មកវិញក្នុងទម្រង់ណាមួយដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ពួកគេធនាគារកាណាឌីយ៉ាដៃគូហិរញ្ញ